ជំរាបសួរនាងខ្ញុំឡៃដាណេពី Oswai Migration and Education ថ្ងៃនេះនាងខ្ញុំនឹងចែករំលែកអំពីករណីឆបោកដោយការសន្យានៅក្នុងការស្វែងរកសិទ្ធិរស់នៅអចិន្ត្រៃយ៍តាមរយៈទិដ្ឋាការនិស្សិតនៅថ្ងៃទី19ខែកញ្ញាឆ្នាំ2025ប៉ូលីសនៅរាជធានីអូស្ត្រាលីដែលយើងហៅជាភាសាអង់គ្លេសថា ACT Police រកឃើញថាបុរសម្នាក់អាយុ51ឆ្នាំមានទីលំនៅនៅក្នុងទីក្រុងស៊ីដនីភាគខាងលិចបានបន្លប់ប្រាក់ជាង$42,000អូស្ត្រាលីពីស្ត្រីម្នាក់តាមរយៈការឆបោកទិដ្ឋាការប៉ូលីសលើកឡើងថាស្ត្រីម្នាក់នេះជានិស្សិតអន្តរជាតិមានអាយុ34ឆ្នាំនៅពេលដែលគាត់បានជួបបុរសឆបោកនេះស្ត្រីនេះលងជឿទៅលើបុរសឆបោកព្រោះគេសន្យាថានឹងជួយនាងឲ្យទទួលបានទិដ្ឋាការនៅអូស្ត្រាលីដូច្នេះនាងក៏បានទូទាត់លុយឲ្យបុរសនេះចំនួន29ដងដែលមានចំនួនទឹកប្រាក់សរុបជាង$42,000អូស្ត្រាលីរាប់ចាប់តាំងពីខែមករាដល់ខែកញ្ញាឆ្នាំ2021ដោយមានការសង្ស័យស្ត្រីជាជនរងគ្រោះក៏បានទៅរាយការណ៍ជូនប៉ូលីសនៅឯរាជធានីអូស្ត្រាលីនៅខែធ្នូឆ្នាំ2021ប៉ូលីសបានធ្វើការស៊ើបអង្កេតរឿងនេះរហូតបានបញ្ជូនបុរសឆបោកមកកាន់តុលាការនៅថ្ងៃទី19ខែកញ្ញាឆ្នាំ2025ប៉ូលីសបានផ្ដល់ដំបូន្មានថាដើម្បីការពារខ្លួនពីការឆបោកដែលគេសន្យាផ្ដល់ជូនទិដ្ឋាការនោះវាគឺជារឿងសំខាន់ណាស់នៅក្នុងការស្វែងរកអត្តសញ្ញាណនិងភាពស្របច្បាប់របស់ភ្នាក់ងារអន្តោប្រវេសន៍មុននឹងធ្វើការសម្រេចចិត្តទទួលយកសេវាកម្មរបស់ពួកគេបងប្អូនទាំងអស់គ្នាខ្ញុំលើកយកករណីនេះមកដើម្បីឲ្យបងប្អូនមានការប្រុងប្រយ័ត្នបន្ថែមទៀតហើយសូមរំលឹកឲ្យបងប្អូនចេះស្វែងរកនៅអត្តសញ្ញាណនិងភាពស្របច្បាប់របស់ភ្នាក់ងារអន្តោប្រវេសន៍ឥឡូវនេះខ្ញុំនឹងបង្ហាញអ្នកអំពីរបៀបស្វែងរកអត្តសញ្ញាណរបស់ពួកគេអ្នកទាំងអស់គ្នាអាចចូលទៅ Google Search សរសេរប្រយោគ Omara Register ឬ Omara Register Migration Agent អ្នកអាចស្វែងរកអត្តសញ្ញាណរបស់ពួកគេតាមរយៈឈ្មោះឬត្រកូលឬលេខសម្គាល់ខ្លួនក្នុងនាមជាភ្នាក់ងារអន្តោប្រវេសន៍ដែលបានចុះបញ្ជីត្រឹមត្រូវជាមួយនឹង Omara ឬតាមរយៈឈ្មោះជំនួញឬក៏តាមរយៈទីតាំងជំនួញរបស់ពួកគេវិធីសាស្ត្រដែលងាយស្រួលជាងគេគឺអាចសុំលេខសម្គាល់ខ្លួនរបស់ភ្នាក់ងារនោះត្រង់ចំណុចនេះបងប្អូនអាចមានចិត្តស្ទាក់ស្ទើរនៅក្នុងការស្នើសុំប៉ុន្តែសូមអ្នកទាំងអស់គ្នាមានទំនុកចិត្តចុះខ្ញុំសូមជម្រាបជូនថាអ្នកមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការធ្វើបែបនេះហើយអ្នកទាំងអស់គ្នាបានស្ដាប់ដំបូន្មានរបស់ប៉ូលីសតាមរយៈករណីឆបោកខាងលើដែរប៉ូលីសលើកទឹកចិត្តឲ្យយើងស្វែងរកអត្តសញ្ញាណមុននឹងធ្វើការជាមួយនឹងពួកគេនៅពេលអ្នកបានលេខសម្គាល់ខ្លួនសូមបញ្ចូលក្នុងប្រអប់ដែលមានអក្សរជាភាសាអង់គ្លេសថា MAN ឬ MAN បញ្ចូលលេខនោះហើយចុចនៅលើពាក្យ Search ទិន្នន័យនឹងចេញមកបើភ្នាក់ងារនោះបានចុះបញ្ជីជាមួយ Omara ចុចលើព័ត៌មាននៅក្នុងតារាង Family Name ដើម្បីមើលព័ត៌មានលម្អិតអំពីក្រុមហ៊ុននោះដោយបានជម្រាបជូនបងប្អូនជារឿយៗហើយថាអូស្ត្រាលីពិតជាផ្ដល់ឱកាសល្អៗចំពោះនិស្សិតអន្តរជាតិដូច្នេះការប្រឹក្សាជាមួយអ្នកជំនាញពិតជាមានតម្លៃណាស់សម្រាប់ដំណើរជីវិតរបស់អ្នកនៅលើទឹកដីអូស្ត្រាលី Oswai Migration and Education រីករាយនៅក្នុងការប្រឹក្សាជាមួយបងប្អូនសូមតាក់ទងមកយើងខ្ញុំតាមរយៈព័ត៌មាននៅលើអេក្រង់នេះឬ scan QR code ដើម្បីណាត់ជួបជាមួយអ្នកផ្ដល់ប្រឹក្សាសូមអរគុណសូមជម្រាបលា